តែខ្ញុំរៀបការអាយុគ្រួសារ20ឆ្នាំខ្ញុំ16ឆ្នាំខ្ញុំសូមផ្ដាំផ្ញើបងប្អូនកុំរៀបការវ័យក្មេងដំបូងមានអារម្មណ៍ថាដូចអត់ចេះគិតរមុខរបររលុយរកកាក់ទៅពេលយូរទៅខ្ញុំរៀនថ្នាក់ទី2ខ្ញុំសប់រៀនធ្វើចការមុនពេលរៀបការអត់ទាន់ទទួលសុខភាពខ្ញុំឬក៏អត់ដែលដឹងព័ត៌មានរំភើយថាអត់ដែលដឹងសុខភាពខ្ញុំនឹងទទួលដំណឹងពីពេទ្យគ្រប់ត្រពេលពុកម្ដាយខ្ញុំថាឲ្យប្តីថាទៅរៀនទៅជំនាញជីវភាពយើងររៀនមិនខ្ញុំដឹងលើតាមគេផ្សព្វផ្សាយលោកគ្រូគេខាងអង្គការគេផ្សព្វផ្សាយថាទៅរៀនខាងគេចេះរើសខាងសាឡនធ្វើម៉ូតសក់ធ្វើកញ្ចក់លាបសក់អ៊ុតសក់ខ្ញុំទៅរៀននៅសាលាខ្ញុំគេងនៅសាលាចា៎ពីកាយទៅរៀននៅលំបាកហើយខ្ញុំគិតថានឹកកូនគិតទៅរឿងកូនវារៀងគិតទៅវាធ្វើអីអត់ត្រូវទេមានអារម្មណ៍ថាដោយសារអីមានភ្ញៀវគ្រប់ត្រច្រើនខ្ញុំរៀបការវ័យក្មេងចង់ឲ្យកូនខ្ញុំមានជំនាញច្បាស់លាស់បង្កើតមុខរបរ